បន្ទាប់ពីចុះរាវក្រុមនៅមាត់ស្ទឹងរួចយើងក៏បានមកដោះត្រីមងវិញម្ដងហើយសកម្មជនចូលរួមដោះត្រីមងនឹងមានអំផលនឹងក្មេងខ្មាំងពីរអ្នកទៀតចូលរួមដោះគឺមងរបស់យើងកាលា2កន្លះគឺខូចអស់ហើយនេះបងប្អូនទាំងអស់គ្នាគឺជាប់ស្កេតស្កាសតែម្ដងហើយមងនេះដាក់ដូចជាមិនជាវែងណាស់ទេប្រហែលជា19 20ម៉ែត្រអីហ្នឹងគឺយើងជាប់បានត្រីមិនថឹកតែម្ដងភាសាអ្នកសៀមរាបគេថាឡើងក្បេះហ្នឹងហើយទឹកស្ទឹងរំជែកហើយបើនិយាយពីទឹកវិញគឺជួនណាទៅហ៊ានលោតលេងជួនណាទៅក៏អត់ដោយសារតែខ្លាចឡំដួយហើយនេះគឺត្រីបិណ្ឌយើងបាទយកវាទៅឆ្នៃធ្វើម្ហូបបានច្រើនបាទយើងអាចប្រឡាក់បសពេលព្រឹកហើយនឹងដោយសារតែទីតាំងនេះគឺសាវូភ្លើងគុលអញ្ចឹងយើងអាចប្រគំភ្លើងគោលទៅហើយយកល្ងើកវាដើម្បីធ្វើការអាំងត្រីរបស់យើងឲ្យវាស្រួយស្រាប់ទៅហើយយើងចាប់ផ្ដើមលៃលកម្ជូរស្វាយដោយសារតែខែនេះគឺអំណោយផលពីផ្លែស្វាយវាចេញផ្លានុផលហើយគឺផ្លែនឹងតែម្ដងហើយអត់ដឹងថានិយាយអីទេគឺឲ្យបងប្អូនបានចូលរួមទស្សនាទស្សនវិជ្ជាខ្លះដែលយើងបងប្រាថ្នាពេលដែលយើងចាស់ទៅពេលដែលយើងស្រាយបំណុលរួចគឺចង់បានជីវភាពតម្រង់បែបអញ្ចឹងអីគឺថាអាចមើលលេងបានហ្នឹងហើយត្រីស្ទឹងនេះម៉ែអាថ្លៃណាយគឺថាអូជាតិហើយសឹងថាយើងធ្វើវាស្អាតហើយយើងយកអំបិលរ៉ូឌីរបស់យើងហ្នឹងអំបិលអ៊ីយ៉ូតរបស់យើងហ្នឹងទៅច្បិចតាមមកចុងម្រាម3របស់យើងហ្នឹងហើយរោយទៅបលើបន្តិចទៅហើយបើសិនបើយើងកំពងឲ្យដាក់ខ្លាញ់វាក្តៅហើយចាំដាក់ត្រីចូលពងវាស្រួយលើកវាយកមកហូបឲ្យជាមួយទឹកតែក៏ឆ្ងាញ់ក៏ជាតិដែរបងប្អូនទាំងឡាយអើយហើយបន្តទៀតហ្នឹងហើយមើលជំវិញស្ទឹងម្ដងបាទអត់ដឹងថាត្រូវអធិប្បាយឬមួយក៏បរិយាយយ៉ាងណាទេបាទមានទូកមួយហើយនឹងដែតតសែតនៅលើស្ទឹងទៅជាមួយនឹងការបថុជជនណាបថុជជនគឺជនដែលបថុជញិចហើយន័យថាមកហើយគឺនៅមិនបានយូរទេមកយ៉ាងទៅអស់យូរបំផុតគឺអូខេដេកមាត់ស្ទឹងមកយប់លំឡើងទាញម៉ូតូប្រុចបាទទៅខេត្តវិញហ្នឹងហើយដោយសារតែជនបថុជញិចមានការងារច្រើនដែលត្រូវដោះស្រាយការងារហ្នឹងគឺធំដុំបងប្អូនទាំងអស់គ្នាមានការងារមើលចៅការងារលាងម៉ូតូយកកម្រៃដើម្បីយកកម្រៃនឹងមកដោះស្រាយបញ្ហាជីវភាពទូទៅដែលជាពាក់វគ្គវិនប្រចាំថ្ងៃអញ្ចឹងទៅមានជាអាចហ្នឹងដូចជាពាក់អំណុលអីចឹងទៅហ្នឹងហើយបាទជីវិតរបស់យើងប្រៀបដូចជាកង់កម្មតេអញ្ចឹងបាទវាត្រូវទៅវិលទៅមុខបាទទោះបីចង់គឺវាត្រូវតែដំណើរទៅមុខហ្នឹងឯងបើយើងមិនចង់ទេក៏មិនដឹងធ្វើម៉េចបើវាត្រូវទៅមុខហើយនិយាយឡើងនេះអត់ដឹងថាត្រូវនិយាយពីកន្លែងណាហើយចុងផ្ដើមកន្លែងណាហើយទៅបញ្ចប់កន្លែងណាទេគឺអត់ដឹងទេបាទហ្នឹងហើយមើលវីដេអូបដើបើគេឲ្យនិយាយបដើទៅបញ្ចូលទៅលេង over អញ្ចឹងទៅបងឲ្យចប់ឆាប់ទេបងប្អូនហ្នឹងហើយប៉ុណ្ណឹងសិនចាស់